វេទិកានឹងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ2025គឺជាវេទិកាជាតិដ៏សំខាន់មួយដែលផ្ដោតលើការជំរុញការវិនិយោគនវានុវត្តន៍និងភាពជាដៃគូក្នុងវិស័យកសិចំណីអាហាររបស់កម្ពុជាព្រឹត្តិការណ៍ទាំងពិព័រណ៍នេះមានការរៀបចំនិងដឹកនាំដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដោយមានការគាំទ្រពីអង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិដែលហៅកាត់ថា FAO ក្រមគំនិតផ្ដួចផ្ដើមរួមជាមួយដៃគូជាតិនិងអន្តរជាតិជំរាបសួរនាងខ្ញុំឈ្មោះពេជ្រចន្ទធឿនគឺជាប្រធានផ្នែកទីផ្សារនៃសហគមន៍កសិកម្មទំនើបរិមត្តត្បូងឃ្មុំថ្ងៃនេះដែរខ្ញុំមានអារម្មណ៍ថាពិតជាមានក្តីសោមនស្សហើយរីករាយមែនទែនដែលសហគមន៍របស់យើងមានឱកាសក្នុងការបង្ហាញនៅផលិតផលរបស់សហគមន៍ដល់អតិថិជនក៏ដូចជាពុកម៉ែបងប្អូនដែលគាត់មកលេងនៅក្នុងពិព័រណ៍នេះហើយនៅក្នុងថ្ងៃនេះដែរយើងបាននាំយកនៅផលិតផលរបស់សហគមន៍ជាច្រើនដូចជាម្រេចខ្មៅម្រេចក្រហមម្រេចសហើយនិងម្រេចជ្រក់ដែលយើងទៅបង្កាយឆ្នៃថ្មីដើម្បីនាំចូលទីផ្សារឲ្យបងប្អូនលក់ហើយនឹងឲ្យបន្ទុកអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍ជាមួយនឹងគ្រឿងទេសសុវត្ថិភាពគឺអាចមកស្តង់របស់សហគមន៍កសិកម្មទំនើបរិមត្តត្បូងឃ្មុំបានរយៈពេល4ថ្ងៃនេះគឺយើងឃើញថាពិតជាមានប្រជាកសិករច្រើនមែនទែនដែលគាត់មកសឹងតែគ្រប់ខេត្តក្រុងដើម្បីទស្សនាជាមួយនឹងកសិកម្មរបស់កម្ពុជាយើងអ្វីដែលសំខាន់គឺខ្ញុំឃើញថាគាត់បានភ្លក់ជាមួយនឹងម្ហូបអាហារឬក៏ជាផ្លែឈើឬក៏ជាប្រភេទផលិតផលរបស់ខ្មែរយើងដែលកែច្នៃហ្នឹងគឺគាត់ពេញចិត្តមែនទែនអញ្ចឹងគឺបញ្ជាក់ឃើញថាផលិតផលរបស់ខ្មែរយើងគឺឈានដល់មុខកម្រិតទៀតហើយអ្វីដែលសំខាន់គឺខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយចិត្តមែនទែនដែលឃើញបងប្អូនខ្មែររបស់យើងគឺគាត់គ្រប់គ្រងផលិតផលខ្មែរច្រើនទោះបីជាយើងមិនទាន់មានគុណភាពប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងបានក៏ពិតមែនប៉ុន្តែយើងកំពុងអភិវឌ្ឍខ្លួនឯងហើយគិតថាមិនយូរទេយើងនឹងអាចប្រកួតប្រជែងទាំងគុណភាពទាំងតម្លៃហើយជាពិសេសគឺតកតងនឹងបរិមាណផលិតក៏យើងអាចនឹងធៀបជាមួយគេបានដែរសម្រាប់សហគមន៍របស់ខាងយើងគឺយើងមានផ្ទៃដីសរុប134ហិកតាហើយអាចផលិតជាមួយនឹងម្រេចបានតុងជា417តោនក្នុងមួយឆ្នាំបច្ចុប្បន្នគឺយើងកំពុងតែធ្វើការជាមួយនឹងក្រុមហ៊ុនធំៗចំនួន2ដែលគាត់ជាអ្នកនាំចេញគឺក្រុមហ៊ុន Sela Paper និងក្រុមហ៊ុន Fox ដែលទាំងពីរក្រុមហ៊ុនគឺសុទ្ធតែជាក្រុមហ៊ុនដៃគូដែលគាត់នាំម្រេចចេញទៅក្រៅប្រទេសដូចគ្នាខ្ញុំមានអារម្មណ៍សប្បាយរីកដែលបានឃើញតាមពិព័រណ៍ផលិតផលខ្មែរលើកតម្កើងដល់កសិករខ្មែរចាដែលគាត់បានមានឱកាសបង្ហាញពីផលិតផលរបស់ខ្លួនចានិយាយទៅមានការគ្រប់គ្រងពី SPT ដែលបាននាំក្រុមរបស់ខ្ញុំមកទស្សនកិច្ចនៅកោះពេជ្រនេះចាដែលធ្វើឲ្យក្រុមរបស់ខ្ញុំគាត់បានស្គាល់ពីការចូលរួមតាំងពិព័រណ៍ធ្វើឲ្យពួកគាត់មានអារម្មណ៍សប្បាយរីករាយដែលបានចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍ដ៏ធំនេះអ្នកចូលរួមគាត់បានមកមើលពីផលិតផលរបស់ខ្មែរស្នាដៃកូនខ្មែរដែលគាត់ដាំដុះហើយគាត់បានយកមកតាំងពិព័រណ៍បង្ហាញថានេះជាផលិតផលរបស់យើងខ្ញុំស្រែកអូនណាស់ដែលមកតាមកម្មវិធីអាស្បាយអាធីគាត់ជួយទ្រាំទ្រជាមួយសហគមន៍កសិកម្មគ្រប់ទីកន្លែងអញ្ចឹងខ្ញុំបានទស្សនកិច្ចនៅថ្ងៃនេះគឺស្រែកអូសប្បាយជួបប្រជាកសិករកសិកម្មគ្រឿងចក្រគ្រប់ធនដែលមានពំនាំទាំងពី2000នៅពេលនេះទី1មានតាំងពីគោមានទាំងគោទឹកដោះគោសាច់មានត្រីបង្កងមានទាំងបន្លែគ្រប់ប្រភេទមានទាំងបន្លែសុវត្ថិភាពបន្លែសរីរាង្គមានតែទឹកផ្លែឈើកែច្នៃនៅក្នុងស្រុកអញ្ចឹងថ្ងៃនេះខ្ញុំស្រែកអូនណាកម្ពុជាគឺមានសពមុខរបស់នៅក្នុងស្រុកពិតដូចជាអង្គផលិតបានល្អកម្ពុជាយើងធ្វើបានថ្ងៃនេះខ្ញុំពិតជាសប្បាយរីករាយមែនទែនដែលបានមកចូលរួមកម្មវិធីតាំងពិព័រណ៍កាហ្វេ2025ដែលឃើញពុកម៉ែបងប្អូនប្រជាកសិករមកជួយគ្រប់គ្រងផលិតផលរបស់ខ្មែរជាច្រើនដែលមានតាំងពិព័រណ៍រាប់ពាន់មុខរាប់ពាន់ប្រភេទដែលមាននៅទីនេះជាពិសេសខាងក្រុមហ៊ុនរបស់ខ្ញុំ VHQ ក៏មាននាំយកផលិតផលមកតាំងពិព័រណ៍ផងដែរដូចជាដំណាប់មៀនណាប់ស្វាយដំណាប់ម្នាស់ជាដើមហើយនឹងមានផលិតផលផ្សេងជាច្រើនដែលបងប្អូនអាចមកទស្សនានៅកម្មវិធីកាហ្វេ2025នេះបានចំពោះខ្ញុំការចូលរួមការតាំងពិព័រណ៍រយៈពេល3ថ្ងៃនេះឃើញប្រជាជនជាពិសេសពុកម៉ែបងប្អូនដែលគាត់បានអញ្ជើញមកចូលរួមនេះមានអារម្មណ៍សប្បាយចិត្តរីករាយមែនទែនហើយជាពិសេសគាត់បានដើរភ្លក់ផលិតផលនីមួយៗតាមស្តង់នីមួយៗគាត់សរសើរថាខ្មែរអាចធ្វើបានជាផលិតផលខ្មែរអញ្ចឹងគាត់គ្រប់គ្រងផលិតផលខ្មែរ 100% ពីអារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំគឺចង់ឲ្យប្រជាជនជាកសិករនៅក្នុងប្រទេសជាតិទាំងមូលជួយគ្រប់គ្រងផលិតផលខ្មែរក៏ដូចជាជួយគ្រប់គ្រងដល់ផលិតផលកសិកម្មក្នុងស្រុកក៏ជួយ
ជំរុញសេដ្ឋកិច្ចក្នុងស្រុកផងដែរជាចុងក្រោយសូមអរគុណដល់រដ្ឋាភិបាលនិងក្រសួងកសិកម្មដែលបានរៀបចំកម្មវិធីពិព័រណ៍នៅកោះពេជ្រជាកម្មវិធីកាហ្វេ2025នេះឬក៏ផលិតផលដែលផលិតផលក្នុងស្រុកអាចយកមកចូលរួមការតាំងពិព័រណ៍បង្ហាញអំពីលទ្ធផលឬក៏ពីនវានុវត្តន៍របស់ផលិតផលនៅក្នុងស្រុកបានហើយក៏សូមអរគុណដល់ Aspire AT ដែលបានជួយឧបត្ថម្ភដើម្បីមានឱកាសក្នុងការចូលរួមក្នុងការតាំងបង្ហាញផលិតផលហើយក៏ខ្ញុំសង្ឃឹមថាអាចនឹងកម្មវិធីនេះនឹងអាចមានជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំខ្ញុំសូមអរគុណដល់រដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដែលបានបង្កើតកម្មវិធីកាហ្វេ2025នេះមកពួកអីកម្មវិធីនេះមានប្រយោជន៍មែនទែនដោយសារតែគឺបានផ្ដល់ឱកាសដល់កសិករគាត់បានយកផលិតផលរបស់គាត់មកតាំងហើយក៏សូមអរគុណដល់កម្មវិធីរបស់ Aspire AT ដែលគាត់បានរៀបចំឲ្យមានឱកាសក្នុងការយកផលិតផលពីខាងសហគមន៍កសិកម្មផ្សេងៗមកចូលរួមនៅទីនេះជាពិសេសតំណាងឲ្យសហគមន៍នាងខ្ញុំសង្ឃឹមថាថ្ងៃក្រោយរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្មនឹងបង្កើតឲ្យមានកម្មវិធីពិព័រណ៍បែបនេះច្រើនទៀតដើម្បីគាំទ្រដល់កសិករខ្មែរ